លោកប្តីនាងនឹងគឺជាចាំងសុជីគាត់គឺជាម៉ាក់ក្មេងរបស់នាងហើយនាងក៏ទៅហៅខ្ញុំថាអ្នកមីងម៉ាក់ក្មេងអ្នកមីងសុំចេញចាំងសុជីខ្ញុំឲ្យនាង5លានដើរចេញពីកូនប្រុសរបស់ខ្ញុំមិនចង់ឲ្យនាងធ្វើជាកូនប្រសាររបស់ខ្ញុំទេខ្ញុំឲ្យអ្នកម៉ាក់5លានដើរចេញពីកូនប្រុសរបស់អ្នកម៉ាក់ខ្ញុំមិនត្រូវការម៉ាក់ក្មេងទេនេះគឺជាលុយរបស់ខ្ញុំតាខ្ញុំមិនចេះដោះស្រាយបញ្ហាទំនាស់កូនប្រសារនឹងម៉ាក់ក្មេងទេខ្ញុំសង្ឃឹមថាអ្នកម៉ាក់នឹងដើរចេញពីកូនប្រុសរបស់អ្នកម៉ាក់កុំបារម្ភអីខ្ញុំនឹងប៉ះប៉ូវដល់អ្នកម៉ាក់វិញនេះគឺជាការ៉េមស្ទ្រូប៊េរីដែលខ្ញុំចូលចិត្តញ៉ាំជាងគេខ្ញុំជូនអ្នកម៉ាក់ចុះខ្ញុំក៏ចូលចិត្តស្ទ្រូប៊េរីដែរអ្នកម៉ាក់អញ្ជើញពិសាមួយខ្ញុំនឹងទៅចាក់ទឹកមួយកែវជូនអ្នកម៉ាក់បងស្រីនឹងអញញ៉ាំបានទៀតក្រែងពួកយើងមកកំចាត់ស្រីបិសាចម្នាក់នេះចេញអីក៏ប៉ុន្តែខ្ញុំហើយនឹងនាងគឺចូលចិត្តញ៉ាំស្ទ្រូប៊េរីដូចគ្នាអ្នកដែលចូលចិត្តញ៉ាំស្ទ្រូប៊េរីមិនប្រកាសថាជាមនុស្សអាក្រក់នោះទេបងឈួតហើយគ្រួសារលេរបស់បងអាចនឹងបាត់បង់ត្រកូលដល់ពេលនោះតិចខាខ្ញុំមិនបានប្រាប់បងអញ្ចឹងតើធ្វើយ៉ាងម៉េចទៅជាងសុជីបើនាងចង់ខ្លាចជាកូនប្រសាររបស់ខ្ញុំនាងត្រូវតែចេះធ្វើម្ហូបតើនាងមានធ្វើម្ហូបសម្រាប់ចូលឆ្នាំហើយឬនៅខ្ញុំមិនចេះធ្វើម្ហូបនោះទេក៏ប៉ុន្តែខ្ញុំអាចអញ្ជើញចង់ភើពពូកែម្នាក់ធ្វើម្ហូបសម្រាប់ចូលឆ្នាំនេះខ្ញុំចង់ឲ្យនាងធ្វើម្ហូបដោយផ្ទាល់ដៃនាងហ៊ានមកស្ដាប់បង្គាប់ខ្ញុំផងមិនហ៊ាននោះទេឥឡូវនេះខ្ញុំនឹងទៅធ្វើម្ហូបជូនអ្នកម៉ាបងស្រីទៅមើលទៅត្រូវតែទៅចាប់កំហុសកន្លែងណាដែលនាងធ្វើខុសហើយត្រូវតែជេរនាងអាយ៉ាគ្មានអ្នកណាគេជឿនត្រីដូចជាឯងអញ្ចឹងទេគេត្រូវចាក់ខ្លាញ់ជាមុនសិនហើយបន្ទាប់មកក៏ចាក់ទឹកចូលខ្ញុំដូចជាស្ដាប់មិនយល់ទេតែអ្នកម៉ាក់និយាយម្ដងទៀតបានទេមកនេះមកឯងចូលចិត្តញ៉ាំមែនទេចាំខ្ញុំធ្វើម្ហូបពី3មុខឲ្យឯងញ៉ាំខ្ញុំមិនដែរញ៉ាំម្ហូបណាឆ្ងាញ់ដូចជាម្ហូបទាំងនេះនោះទេឯងចូលចិត្តមែនទេចាំខ្ញុំធ្វើម្ហូបពី3មុខទៀតឲ្យឯងញ៉ាំណាបងទៅធ្វើម្ហូបឲ្យនាងញ៉ាំទៀតត្រូវហើយនាងមុននឹងសរសើរថាខ្ញុំធ្វើម្ហូបឆ្ងាញ់ណាសុជីបងបានទិញអំណោយមកហើយតើអូនកំពុងញ៉ាំអីហ្នឹងគឺអូនជាអ្នកធ្វើម្ហូបមែនមិនមែននោះទេគឺជាអ្នកម៉ាក់របស់ឯងគឺជាអ្នកធ្វើអ្នកម៉ាក់របស់ឯងកំពុងតែរវល់ធ្វើម្ហូបឲ្យនាងនៅផ្ទះបាយឯនោះបងស្រីនេះមិនមែនជាគំនិតរបស់អូននោះទេមិនអីទេបងយល់ពេលដែលអ្នកម៉ាក់របស់បងនៅក្មេងគាត់តែងតែត្រូវលោកយាយធ្វើបាបរហូតហ្នឹងលើកនេះគាត់អាចនឹងចង់សាកល្បងពីសមត្ថភាពរបស់អូនអញ្ចឹងតើបានជាថ្ងៃហ្នឹងម៉ាក់របស់បងឲ្យអូនដើរចេញពីបងហើយឲ្យអូនធ្វើម្ហូបឲ្យគាត់ញ៉ាំទៀតអូនយល់ទេអាយ៉ាតែឯងអុកខ្ញុំមកទីនេះធ្វើអីខ្ញុំនៅមិនទាន់ធ្វើម្ហូបឲ្យទេម៉ាតាមពិតទៅម៉ាក់ចង់ធ្វើជាម៉ាក់ក្មេងដែលអាក្រក់មែនទេអាយ៉ាត្រូវឯងមើលដឹងហើយអ្នកម៉ាក់មិនឆាប់និយាយចេញមកចាំខ្ញុំបង្រៀនអ្នកម៉ាក់ដើម្បីអាចខ្លាចទៅជាម្ដាយក្មេងដ៏អាក្រក់ម្នាក់បានទី1គឺក្លាហានទី2ងើយមកឡើងកែវភ្នែកត្រូវតែកាញ់ទី3ចង្អុលចំច្រមុះរួចហើយជាស្ដីទៅខ្ញុំទ្រាំនឹងឯងយូរណាស់មកហើយឆាប់ចេញទៅខ្ញុំទ្រាំនឹងឯងយូរណាស់មកហើយឆាប់ចេញទៅមិនត្រូវទេម្ដងទៀតហើយស្មានម្ដងទេថាធ្វើជាម៉ាក់ក្មេងដ៏អាក្រក់ម្នាក់ពិតជាពិបាកដល់ថ្នាក់ហ្នឹងម៉ាធ្វើខារំបាញ់មិញម៉ាប្រកាសឆោតនៅហើយមែនទេខ្ញុំឃើញថាស្បែកមុខរបស់អ្នកម៉ាក់ឡើងស្ងួតអស់ហើយនេះគឺជាផលិតផលថែរក្សាសម្រស់ខ្ញុំទិញជូនអ្នកម៉ាក់ប្រើប្រាស់នេះគឺជាផលិតផលថែរក្សាសម្រស់ដែលខ្ញុំទិញជាពិសេសជូនអ្នកម៉ាក់ប្រសិនបើអ្នកម៉ាក់ចូលចិត្តប្រើប្រាស់ចាំលើកក្រោយខ្ញុំទិញជូនអ្នកម៉ាក់រហូតពិតមែនឬគួយស្អប់មែនជាងសុជីម្នាក់នេះពិតជាពូកែយកចិត្តមែនបងស្រីក៏តែជាកាដូបន្តិចបន្តួចទេក៏អាចទិញទឹកចិត្តរបស់បងបានដែរទ្រព្យសម្បត្តិរបស់គ្រួសារបងទាំងអស់ឥឡូវនេះនាងយកអស់ជាងពាក់កណ្ដាលទៅហើយសមនឹងជារបស់នាងពាក់កណ្ដាលហើយខ្ញុំនឹងទៅធ្វើស៊ុបឲ្យនាងញ៉ាំបន្ថែមទៀតខ្ញុំនឹងមិនអោយពួកឯងរស់នៅបានសុខទេមើលទៅមានតែខ្ញុំចេញមកដោយផ្ទាល់ទេស្អីគេម៉ាក់របស់ខ្ញុំឈឺហើយឆាប់ទៅម៉ាក់មិនក៏សុកម៉ាក់ឈឺអញ្ចឹងនៅមានហេតុអីទៀតបែងគិតថាប្រកាសជាមានមនុស្សប្រើមុនអាគមអីហើយបងស្រីមើលទៅមើលចាំងសុជីនាងធ្វើបាបបងនៅលើតុក្កតានេះគឺមានឈ្មោះរបស់បង8ពាក្យទៀតចូលឆ្នាំហើយនាងនៅប្រើអំពើថោកទាបទាំងអស់នេះទៀតតើបងស្រីឃើញអត់ថានាងគឺជាមនុស្សអាក្រក់បែបណានេះមិនមែនជារបស់ខ្ញុំទេផុសតាំងនៅមុខបែបហ្នឹងហើយនាងចោលប្រកែកទៀតជារំងខ្ញុំមិនជឿទៅលើរឿងទាំងអស់នេះនោះទេកណាត់ដែលរំនៅលើតុក្កតាមួយនេះគឺជាកណាត់ដែលខ្ញុំឲ្យតែឯងតាតែឯងក៏តែខ្ញុំភ្លេចហើយមែនទេសុជីនឹងឯងគឺគ្មានគំនុំជាមួយគ្នាទេហេតុអីបានជាឯងចង់ធ្វើបែបនេះតែមិនចង់ឲ្យគ្រួសាររបស់យើងមានសុភមង្គលទេត្រូវអីមិនខុសទេពួកយើងគឺជាបងប្អូននឹងគ្នាក៏ប៉ុន្តែហេតុអីគ្រួសាររបស់បងគឺជាគ្រួសារអ្នកមានរស់នៅយ៉ាងមានសុភមង្គលចំណែកឯខ្ញុំរស់នៅបែកបាក់គ្នាគ្មានសុភមង្គលតែខ្ញុំមិនចង់ឃើញគ្រួសាររបស់បងរស់នៅសុខសាន្តនោះទេគ្រួសាររបស់ឯងបែកបាក់គ្នាគឺដោយសារតែឯងគឺជាមនុស្សលោភលន់ពេកនឹងឯងសុជីត្រៀមមកឡើងខ្ញុំទ្រាំជាមួយនឹងឯងយូរណាស់ហើយឆាប់ចេញទៅគ្រួសាររបស់ខ្ញុំមិនស្វាគមន៍ឯងទៀតទេបងអ្នកមីងសូមអញ្ជើញ
តើអ្នកម៉ាក់មុននឹងសម្ដែងយ៉ាងម៉េចដែរអ្នកម៉ាក់សម្ដែងមុននឹងអាចសម្ដែងជាតួឯកបាន